បាទសួស្តីទាំងអស់គ្នាអញ្ចឹងមេរៀនបន្ទាប់របស់យើងចូលទៅដល់របៀបបង្កើតតារាងបាទអញ្ចឹងយើងដឹងហើយបាទយើងបង្កើតតារាងដើម្បីឲ្យទិន្នន័យរបស់យើងងាយស្រួលមើលបាទហើយនឹងឲ្យទិន្នន័យរបស់យើងនឹងមានរបៀបរៀបរយបាទអញ្ចឹងដើម្បីបង្កើតតារាងទាំងអស់គ្នាត្រូវតែជ្រើសរើសទីតាំងណាមួយហើយបន្តមកទៀតបាទបន្ទាប់ពីយើងជ្រើសរើសទីតាំងហើយគឺយើងចុចទៅលើ menu insert ដើម្បីបង្កើតតារាងយើងចុច menu insert ហើយយើងចុចលើ tab bar អញ្ចឹងទី1គឺទាំងអស់គ្នាអាចជ្រើសរើស color ដែលទាំងអស់គ្នាចង់បានបាទពេលដែលយើងជ្រើសរើស color យើងឃើញមានលេខ3គុណនឹង1មានន័យថា3ជួរឆ1ជួរដេកអញ្ចឹងមានន័យថាពេលដែលទាំងអស់គ្នាអូសពីឆ្វេងទៅស្ដាំគឺបានន័យថាទាំងអស់គ្នាបង្កើតជួរឆអញ្ចឹងដូចខ្ញុំបង្កើតនេះ4គុណនឹង1មានន័យថា4ជួរឆ1ជួរដេកបាទហើយបាទបន្តទៅទៀតរបៀបបង្កើតតារាងរបស់យើងដែរបាទអញ្ចឹងបើសិនជាយើងទាញចុះមកក្រោមនេះគឺយើងហៅថាជួរដេកណាបាទអូសពីលើមកក្រោមគឺមានន័យថាយើងបង្កើតជួរដេកបាទឬក៏ទាំងអស់គ្នាចង់បង្កើតតារាងមួយទៀតគឺយើងអាចបង្កើតតាមរបៀបចុច insert table ហើយបន្តមកទៀតទាំងអស់គ្នាបំពេញលេខនៅក្នុងតារាង insert table អញ្ចឹងប្រអប់ទី1គឺ number of column number of column នេះគឺបានន័យថាទាំងអស់គ្នាត្រូវតែបំពេញចំនួនជួរឆឧទាហរណ៍យើងដាក់3ជួរឆហើយរោនេះជួរដេកបាទទាំងអស់គ្នាដាក់10ហើយយើងចុច OK នោះទាំងអស់គ្នានឹងបានជួរឆ3ហើយនឹងជួរដេក10បាទអានេះគឺជារបៀបបង្កើតតារាងសម័យបាទអញ្ចឹងវីដេអូនេះគឺមានប៉ុណ្ណឹងសូមអរគុណ